បន្តចូលដល់ចំណុចទី5គេថាពូសំត្រូវការសន្សំប្រាក់ណាដើម្បីទិញទូរស័ព្ទមួយថ្លៃ$65ចឹងមានន័យថា$65គឺជាតម្លៃទូរស័ព្ទណាតម្លៃទូរស័ព្ទគឺ$65ហ្នឹង$65នេះជាតម្លៃទូរស័ព្ទសរុបណាតោះទៀតគេថាឥឡូវនេះគាត់សន្សំបាន40%រួចហើយណាសន្សំបាន40%រួចហើយអញ្ចឹងមានន័យថាគាត់សន្សំអត់ទាន់បានពេលកណ្ដាលទេពេលកណ្ដាលគឺប្រហែល%50ណាប៉ុន្តែពេលនេះគាត់បានតែ40%អញ្ចឹងមានន័យថាមិនទាន់បានពាក់កណ្ដាលទេអញ្ចឹងគេសួរថាតើគាត់នៅខ្វះប្រមាណទៀតទៅគ្រប់មានន័យថាគាត់ខ្វះប្រាក់ប្រមាណទៀតទៅគ្រប់ណាអញ្ចឹងដំបូងបើសិនយើងរកយកភាគរយ60មកគុណហើយបញ្ចេញក៏បានដែរណាអញ្ចឹងប៉ុន្តែពេលនេះយើងរកមួយក៏បានទី1យើងរកប្រាក់នេះដែលគាត់សន្សំបានសិនក៏បានដែរណាអញ្ចឹងទី1យើងរកប្រាក់អីរកប្រាក់ដែលគាត់សន្សំបានណាឥឡូវគូសំបានប្រាក់ប្រហែលហើយអញ្ចឹងយើងយក65ហ្នឹងគុណអានេះមក65នេះគុណឲ្យប៉ុន្មានគុណឲ្យ40ចែកឲ្យប៉ុន្មានចែក100អញ្ចឹងឃើញប្រាក់ដែលគាត់សន្សំបានអញ្ចឹងនឹងសួរថានៅសល់មកប្រហែលទៀតអញ្ចឹង65នេះគុណអានេះ5 4ដងប៉ុន្មាន20ត្រា2 6 4ដង24បូក2ប៉ុន្មាន26ថែម0ចែកប៉ុន្មានទៀតចែកឲ្យ100អញ្ចឹងអានេះទូទៅនេះទៅបានប៉ុន្មាន$26អញ្ចឹងគាត់បាន$26ហើយអញ្ចឹងសួរថានៅសល់ប្រាក់ប្រហែលទៀតដែលគាត់បានគ្រប់ទិញទូរស័ព្ទអញ្ចឹងតម្លៃទូរស័ព្ទគឺ$65ហើយគាត់សន្សំបាន$26ហើយសួរថានៅសល់ប្រាក់ប្រហែលទៀតដែលគាត់ត្រូវបានគ្រប់បានគ្រប់អញ្ចឹងយើងយក$65ដែលប្រាក់ទូរស័ព្ទសរុបហ្នឹងមកដកជាមួយនឹង$26ដែលគាត់សន្សំបានទៅឃើញប្រាក់ដែលគាត់នៅខ្វះណាអញ្ចឹងទី2ហ្នឹងគឺរកចំនួនប្រាក់ដែលគាត់នៅខ្វះរកប្រាក់ដែលពូសំនៅខ្វះណាអញ្ចឹងគាត់នៅខ្វះប្រាក់ប្រមាណអញ្ចឹងយើងយកមក$65ដកឲ្យ$26ស្មើប៉ុន្មានស្មើ$39អញ្ចឹងគាត់នៅសល់ប្រាក់$44ទៀតបានគ្រប់សម្រាប់ទិញទូរស័ព្ទហ្នឹងណាដូចនេះពូសំនៅខ្វះប្រាក់$39ទៀតសេហើយទៀតទៅគ្រប់សម្រាប់ទិញទូរស័ព្ទណាតើឥឡូវយើងបន្តចូលដល់ចំណុចទី6ថាបងណានិងបងអូនជួយលក់តំណែងឲ្យគេចឹងមានន័យថាពីអ្នកបងប្អូនហ្នឹងគាត់ទៅលក់តំណែងឲ្យគេណាហើយទទួលបានប្រាក់ចំណេញនេះចំណេញបានប្រាក់100000រៀលចឹងមានន័យថា100000រៀលនេះគឺជាប្រាក់ដែលគេទទួលបានចំណេញជាប្រាក់ចំណេញ100000រៀលណាចឹងគេមិនដឹងថាគាត់លក់បានប្រមាណអីប្រមាណប៉ុន្តែគាត់ទូទាត់ទៅឃើញប្រាក់ចំណេញបាន100000រៀលហើយអ្នកលក់ហ្នឹងគាត់ឲ្យបូណា30%នៃប្រាក់ចំណេញនេះណាអញ្ចឹងបូណាហ្នឹងទទួលបាន30%នៃប្រាក់ចំណេញហ្នឹងអញ្ចឹងប្រាក់ចំណេញវាមានប៉ុន្មាន100000រៀលអញ្ចឹងបូណាទទួលបាន30%ណានៃប្រាក់ដែលទទួលបានហ្នឹងទទួលបានគឺ100000រៀលប៉ុន្តែបូណាបានចំណេញតែ30%ទេអញ្ចឹងម្ចាស់ដើមនេះទទួលបានប៉ុន្មាន
chả đang biết từ ban chặt sập rồi vậy đó hai bốn na tôi ban là sao sập bể hai cana bốn na tôi ban sao sập rồi hai vô máu sao sập rồi ngay bốn na chạy ở bốn tiền bạn đây tôi ban nó chạy bốn sao sập rồi tiền chơi mình đây tháp bạn đây bốn na tôi ban đó tôi là tôi banประมาณนี้ยังยีท่าพอเราทำโบนัสนั้นก็ตัวบานประมาณให้ปันแต่เอาใจเอาโอนบานสมาร์ทนี่บางสันใจโอน50%บานสมาร์ทปันแต่เอาโอนแต่40%ไม่ได้ทำโอนตัวบานติดเชียงโบนัสนะจังที่สุดทำได้โอนนั้นตัวบานประมาณโอนตัวบานประมาณมุนลงจังเรื่องทำโอนตัวบานประมาณยังต่อแต่เราประได้โบนัสตัวบานปีนลูกสันนะsáng bắt tích rồi trắng rô rá đá bồ nam của ban phi này lục của ban phi này chẳng chẳng bên đây hai pin này bong ón có tự tụm đây nhà kia nè chẳng rau bạ đại bò na tôi ban pin chẳng tụm đây nè chẳng sang sập rồi này bạ chẳng sang sập lơm rồi con nói bạ mán mà đập mờ rìa lá smile đập mờ con nói sang sập mà pi 4 5 pi 4 5 làm bay lên á lơ má lơ rồi nhá cha anh em rồi từ tôi mẹ tới ba màn trắng bonaตัวบ้านแต่ปีเนี่ยลูกคือบ้านแต่ใบเมินเรียเลยแต่ตอนมาเทศbonaโยประใบเมินเรียหนังไงมาแจกปอนมาใต้แจกปอนบ้านเป็ดกระตาเลยบ้านยังแจกปอนเป็ดกระตาปอนมาบ้านเหมือนพรำปอนเหรอมาใต้เอาแจกเป็ดกระตาเลยที่แจกไอ้บ้านแต่ใส่สับเพโรยปอนในในทางตัวบ้านปีบอลใส่สับเพโรยจังยืนรบระได้ปอนตัวบ้านไหมจ้าปอนตัวบ้านปีโบนาจังไม่ได้ค่ะโอ้นักตัวบ้านติดเชียงบองนะจ้าในซาซับเลิกมาร้อยมาคนน้อยมาใบเมินเรียวนะสมาอะไรยังใบบนđóดับปีต่อมาหน่วยปีใบ4 5หน่วยปีใบ4 5ใจมาใจอ้อยมาโรยสมายจ้าในตัวนี้เอาได้บ้านมันมาเมินปีปอนเรียวยังพอตัวบ้านได้มาเมินปีปอนเรียวเลยโดยนี้โอนโบนาโอนดอกบอลนะตัวตูดบานประมือเหมือนปีฟอนเรียวเหลือนแม่